ជំរាបសួរបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺខ្ញុំមានម៉ូតកាបូបថ្មីមួយទៀតហើយគឺ Channel ចាបងប្អូនគឺមានម៉ូតថ្មីមួយទៀតហើយសម្រាប់បងប្អូនតាមដានទស្សនាមើល Channel ម៉ូតនេះគឺមានតុក្កតាខ្ជូតមួយដែរចាសម្រាប់ថែមជូនហើយម៉ូតនេះគឺដាក់អីវ៉ាន់បានច្រើនបងប្អូនចាំអត់មើលទាំងអស់គ្នាតើនៅក្នុងហ្នឹងយើងអាចដាក់អីវ៉ាន់អីបានខ្លះចាមានទូរស័ព្ទដៃចាមានកូនកាបូបមួយសម្រាប់ដាក់អីវ៉ាន់នៅក្នុងហ្នឹងដែរចាមានរបស់ញ៉ាំអីចឹងណាបងប្អូនចាកាបូបម៉ូតនេះគឺយើងស្ពាយតាមខ្លួនសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយយើងដាក់បានអីវ៉ាន់បានច្រើនមានដូចជារបស់ញ៉ាំដូចជានំមានកាបូបមួយទៀតសម្រាប់ដាក់លុយឬក៏កាតអីចឹងបងប្អូនកាតយើងដាក់តាមខ្លួនអីចឹងណាចាគឺយើងដាក់មានលុយមានកាតចឹងទៅហើយមួយទៀតនោះគឺ laptop បងប្អូនចាគឺ laptop នេះយើងដាក់បានចាហើយមួយទៀតនេះគឺសម្រាប់សភៅកូនសភៅដាក់អីវ៉ាន់ដាក់អីចឹងទៅមានវ៉ែនតាចាមានវ៉ែនតាមានដូចជាដង្កៀបសក់អីចឹងទៅបងប្អូនយើងដាក់អីវ៉ាន់បានច្រើនមែនតែន Channel ម៉ូតនេះចាគឺដាក់អីវ៉ាន់ចំណេញបងប្អូនពេលដែលយើងធ្វើដំណើរផ្លូវឆ្ងាយដូចជាយើងឡើងយន្តហោះឬក៏ទៅណាទៅណីឆ្ងាយអីយើងអាចដាក់អីវ៉ាន់បានច្រើនចាវាមិនមានតែសម្រស់ស្រស់ស្អាតតែប៉ុណ្ណោះទេកាបូបម៉ូតនេះគឺវាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់យើងអ្នកប្រើដែរយើងដាក់របស់របរបានច្រើនចាយើងដាក់របស់របរបានច្រើនសម្រាប់ដាក់តាមខ្លួនអញ្ចឹងរបស់របរដែលយើងត្រូវប្រើចាំបាច់តាមខ្លួនអញ្ចឹងណាបងប្អូនចាដូចនារីម្នាក់ហ្នឹងអញ្ចឹងគាត់ដាក់អីវ៉ាន់មានគ្រឿងកោបផងមានកាបូបដាក់លុយផងមានអាកាបូបទូចសម្រាប់ដាក់របស់ញ៉ាំផងចាគឺដាក់បានច្រើនមែនតែនចាមើលទៅបងប្អូននេះហើយមានកស៊ូចុងសក់មានប្រេងហឺតប្រេងអីចឹងណាគាត់ដាក់បានច្រើនមែនតែនចាបងប្អូនមើលហើយពេលដែលគាត់ជិះយន្តហោះបងប្អូនឃើញអត់អីវ៉ាន់តាមយួរខ្លួនគាត់ទេតែច្រើនណាស់កាបូបនេះម៉ូតនេះគឺមិនថាស្អាតទាំងស្អាតចាទាំងអត្ថប្រយោជន៍ដាក់របស់របរបានច្រើនហើយនិយាយទៅលើកសម្រស់យើងទៀតពេលដែលយើងប្រើឲ្យគុណភាព